អូខេតោះយើងបន្តមេរៀនយើងទៀតឥឡូវយើងធ្វើថំណែទៀតថំណែទៅដល់ឯកសារសាស្ត្រប៉ុន្តែគឺនៅវីដេអូមេរៀនចាស់ថ្មីនៅតែបន្ថែមតិចតិចមកតោះឥឡូវយើងចុចលើពាក្យថា MIDI ហើយយើងជ្រើសរូបភាពមកហើយយើងជ្រើសរូបភាពណាមួយចុះហើយរូបនេះមួយចុះបាញ់ខាងលើហើយបើវាធំយកពាក្យថា split screen នេះហើយចុចកន្លែងនេះមកហើយសេរីទីនេះហើយនេះសល់វាហើយសល់ចាប់ចុចលើនេះហើយយកពាក្យថាខាងលើនេះលេខ3នេះ3ក្រុមហ្នឹងហើយយកពាក្យថា bring front ហើយខ្ញុំធ្វើការសេរីអក្សរបន្តិចហើយយកពាក្យថា corner pin ដែរព្រោះវាតូចតិចចាំទៅខ្ញុំព្រមទៅวันនេះចុះធ្វើការកែអក្សរទីយកពណ៌ហមទៅវាពណ៌ហមចឹងផ្ទៃវាពណ៌ហមយកខាងក្រោយយកនេះយកទៅ outline ចឹងគួរតែយកផ្ទៃឯងយើងគិតថាពស់នោះវាមានផ្ទៃពណ៌វាលក្ខណៈកន្លែងចេះមើលសិកន្លែងនេះវាជាស្តៀងហើយវាអត់ស្តៀងបែបមួយខាងនេះមិនស្តៀងដល់ខ្ញុំយកកន្លែងនេះហើយកន្លែងព្រៃឈើនេះដែរតែសពណ៌នេះចាំសិនហើយធ្វើ thumbnail បើសិនជាវីដេអូយើងទៅដល់សัตว์សត្វព្រៃសត្វអីចឹងអានេះเขาធ្វើលក្ខណៈថា module បន្លាយទៅជារឿងបើសិនជាលក្ខណៈជារឿងគឺដាក់មកតែរឿងព្រៃពុះកំណាចចឹងទៅបងគឺដាក់មកដល់ចំណងជើងចឹងគាត់នឹងថានៅចំណងជើងពីលើគឺធ្វើខ្លាំងអញ្ចឹងឧទាហរណ៍ថាខ្ញុំកែវា edit អានឹងស្រេចលើតាមវីដេអូដែលបងអ្នកបង្កើតអញ្ចឹងថារឿងពុះកំណាចឧទាហរណ៍ថារឿងពុះអូខេរឿងពុះកំណាចស៊ីមនុស្សចឹងទៅកំណាចស៊ីមនុស្សសរសៃសត្វស៊ីមនុស្សយ៉ាងតែខាងកលអក្សរនេះតិចនេះចាអញ្ចឹងទៅលើអក្សរយើងអាចសេរីបានទៅតាមការចំណង់ចំណូលនេះហើយខ្ញុំក៏ឲ្យរៀនលឿនដែរខ្ញុំសូមរៀនយឺត slow វាចាប់បានអញ្ចឹងសម្រាប់ការច្នៃប្រឌិតចំណង់ចំណូលចិត្តស្រឡាញ់ប្រភេទអក្សរពណ៌ប៉ុន្តែដូចខ្ញុំថាអញ្ចឹងប្រកាសថា background ត្រូវតែមានពណ៌ជាមួយរូបភាពពណ៌អីផ្ទៃខាងក្រោមពណ៌អីផ្ទៃខាងក្រោមមានភ្នំពណ៌អី
រុក្ខជាតិពណ៌អីហើយមានពន្លឺនៅក្រោមភ្លឺពីពន្លឺភ្លើងấy ហើយពស់ពណ៌អីនិងប្រភេទធ្វើថាម៉េចក៏អញ្ចឹងត្រូវមានពណ៌ទាំងអស់ហ្នឹងមកបាច់ចូលជាមួយអក្សរទៅបានវាស៊ីជាមួយនឹងផ្ទៃអស់ហ្នឹងព្រោះអីយើងអាចធ្វើអក្សរផ្សេងរូបភាពផ្សេង background ផ្សេងជួយថាអក្សរដែលយើងធ្វើហ្នឹងគឺវាអត់ផុសចេញនៅក្នុងរបស់វីដេអូហើយអត់ស៊ីគ្នាទៀតអញ្ចឹងអានេះគាត់យើងធ្វើឲ្យមើលអញ្ចឹងអាចស្រីបានគាត់ថាអក្សរយ៉ាងទៅដាក់ពណ៌អីទៅពណ៌នេះចុះឬក៏ពណ៌ណាមួយគឺថាចឹងពស់មានកន្លះពណ៌ខ្មៅនេះណាបើខាងនេះកន្លែងវាខាងក្រោមគៀនមានកន្លែងនៅខាងស្បែកពណ៌ខ្មៅវិញចឹងពណ៌ខ្មៅយើងអាចដាក់បានតែពណ៌ខ្មៅនេះពណ៌ខ្មៅហើយគេអក្សរនេះផុសហើយចឹងពណ៌ខ្មៅនេះវាស៊ីហើយឃើញទេវាស៊ីគ្នាចឹងវាស៊ីគ្នាវាស៊ីគ្នាជាមួយនឹងអឺផលិតសកាខាងលើពណ៌ខ្មៅហ្នឹងបាទហើយមួយទៀតគេហៅថាខ្ញុំដាក់ outline ចាឬក៏ខ្ញុំដាក់ថា shadow shadow ស្រមោលគឺហ្នឹងហើយបើកនៅលើនេះស្រមោលវាស្រមោលដាក់រពណ៌ក្រហមទៅឲ្យទៅអត់តម្លាក់ដល់ត្រូវស្រមោលពណ៌ក្រហមភ្លើងនេះពណ៌ភ្លើងនេះគឺតែការបឋមថយតិចមកចឹងកម្រិតដើមវានេះកម្រិតដើមវា10និយាយទៅវាតែបន្តដូចគូហ្នឹង225កម្រិតដើមវាគឺចេញមកស្អាតកម្រិតពណ៌នេះចាអញ្ចឹងគាត់ថា thumbnail ប៉ុណ្នេះគឺអាចទាក់ទាញអ្នកមើលបានអញ្ចឹងឧទាហរណ៍អញ្ចឹងអាចទាក់ទាញគេបានហ្នឹងតែប្រភេទវីដេអូធ្វើវីដេអូទាក់ទងសត្វព្រៃឬវីដេអូទាក់ទងសាច់រឿងផ្សេងៗហ្នឹងទៅចឹងអក្សរអាចធ្វើការសេរីបានទៀតសេរីយ៉ាងម៉េចក៏បានដែរនិយាយខំមើលឲ្យគេខំមើលភ្លាមខំមើលភ្លាមអាចសេរីបានពុំស្រីទៅបានអញ្ចឹងតែប្តីចឹងណាឲ្យប្តីចឹងក៏បានមិនឲ្យប្តីក៏បានទៅឆ្ងាយតែយើងពុំចឹងតែការសេរីទៅណាកន្លែងនេះគឺសេរីមុនណាមកនេះចាគេជឿការសេរីអាស្រ័យទៅលើមកលោកចិត្តការសេរីថាហើយយ៉ាងម៉េចស្អាតឲ្យថាត្រូវខ្ញុំបន្តទៀតគឺខ្ញុំអានេះហៅថាគូលូចាក់ពណ៌ពន្លឺចឹងមេរៀននៅក្នុងបរិញ្ញាបត្រថែមថាថ្មីចាស់យកចេញគូថែមផងអញ្ចឹងដាក់គូលូពណ៌អីចូលពណ៌នេះនេះគឺស្រីឲ្យពណ៌សភ្លឺហ្នឹងណាយណាស្រីហ្នឹងដាក់ទៅដាក់ភ្លឺតិចតិចទៅក៏បានឬក៏ថា50ទៅ25ទៅ25ទៅនេះពាក្យកណ្ដាលពន្លឺទៅពាក្យកណ្ដាលពីភ្លឺ
ហើយទៀតឲ្យវាយើងធ្វើការសេរីហើយគេថា background color គេទៅបើកលើ enable មួយអូខេហើយជ្រើសពណ៌ណាមួយចុះនេះ background color វាហើយគេថា full ពេញនេះ full background ពេញហើយតែទេខ្ញុំបើកតែប៉ុណ្្នេះក៏បានយកប៉ុណ្្នេះទៅហៅពណ៌ខ្មៅទៅយកពណ៌អីមួយទៅនេះបងបាទខ្ញុំដាក់តែប៉ុណ្្នេះគឺបានប៉ុណ្ណឹងវាច្រើនពេកហើយ opacity នេះគឺបន្ថយអក្សរណាគឺទីខ្លះអក្សរព្រុលចេញណាអង់គ្លេសប្រាប់ថាអានេះ100យក50មិនថាំណែលអាចធ្វើអក្សរព្រុលៗក៏បានតែបើធ្វើអក្សរព្រុលគេមើលថាំណែលត្រូវតែកម្រិតច្បាស់អញ្ចឹងយក100ទៅបានគេឃើញปุ๊បអូឃើញថាំណែលปุ๊បជួសម្លងគេចូលមើលវីដេអូរបស់យើងមានហៅការតាក់ទាញរបស់ថាំណែលអញ្ចឹងខ្ញុំយកទៀនគេហៅ T option របស់វាគេអត់សិនការសេរីទេនេះដើមស្វែងកណ្ដាលលើក្រោមដាក់បន្ទាត់នេះដាក់បន្ទាត់លើអក្សរសងក្រោមចឹងគិតថាបងប្អូនដែលមានទូរស័ព្ទដៃគាត់រៀនកាត់តទូរស័ព្ទហ្នឹងគឺបានច្រើនពេលខ្លះក៏កុំព្យូទ័រចំណាយពេលច្រើនដែរមកបានកាត់តហ្នឹងតទៅដេកការងារចឹងគាត់ថាកាត់តលើទូរស័ព្ទដៃក៏បានចឹងជ្រើសតទៀតអានេះEmerson ប្រើម្ដងដែរខាងលើនេះអាចជ្រើសតអក្សរអាឧទាហរណ៍ដែលខ្ញុំប្រាប់មុនសិនជាសាច់រឿងហ្នឹងយើងធ្វើ thumbnail វាក្រៅផ្សេង thumbnail ខាងក្រៅនេះធ្វើដើម្បីឲ្យគេមើលវីដេអូទាក់ទាញខាងក្រៅវាចុចចូលមើលពេលគេចុចចូលវីដេអូហើយវានឹងចេញឧទាហរណ៍យើងពេលចេញទៅដល់វីដេអូចេញមកអក្សររត់ហ្នឹងទៅឲ្យគេឃើញ plate ហ្នឹងប៉ុន្តែ thumbnail គេអត់មាន thumbnail ដាក់អក្សរនឹងយើង screenshot ឬក៏ដាក់ខាងក្រៅហ្នឹងចាពួកអា page search ផុសហ្នឹងផុសអីគឺសម្រាប់ទៅធ្វើពេលចាប់ផ្ដើមវីដេអូចេញមកឲ្យគេទាក់ទាញអក្សរឃើញ load មកហ្នឹងដូចសាច់រឿងអីហ្នឹងគេដាក់ load មកហ្នឹងអញ្ចឹងអ្នកមើលគេចាប់អារម្មណ៍គេចាប់អារម្មណ៍ thumbnail មួយតង់ហើយគេចូលមកปุ๊បឃើញអក្សរ load មួយតង់ទៀតហើយណានយើងដាក់ណានធម្មតាវិញទៅវាដាក់វារលត់បានហើយទី2ឈ្នះ overall elimination មាន blink snow blink snow ព្រិលធ្លាក់មក blink slow ចឹង blink slow sorry blink slow ចឹងយឺតហ្នឹងមានអីគេ flicker លឿនអាហ្នឹងលឿនមានភូប្រូចនេះចិត្តធ្វើហ្នឹងតែអក្សរគ្រុឌបណ្ដេញវាច្រើនចិត្តធ្វើហ្នឹងហើយមានទៀតគេហៅថា font trend ហ្នឹងទៅ Fontaine ហ្នឹងទៅបានដែរមានច្រើន Fontaine ហ្នឹងសចេញទៅអាចចេះមួយទៀតហៅថា ring ធ្វើជុំវិញអាហ្នឹងអាហ្នឹងអាយើងធ្វើចេញជាវីដេអូចេញច្បាស់ដំបូងមកចេញអក្សរវិលប្រភេទហ្នឹងប៉ុន្តែមិនដែរដូចខ្ញុំប្រាប់អញ្ចឹងគឺយើងគ្រាន់ធ្វើឲ្យ screenshot ទៅដាក់ខាងក្រៅឲ្យគេឃើញទៅហើយមើលថា floating អត់ដែរទេណា floating ក៏មានអ្នក tipting ហ្នឹងណារូបរាងអញ្ចឹងបងចុចទៅមើលទៅហើយមើលរូបរាងរបស់វាលក្ខណៈពេចយកមួយហ្នឹងទៅការសម្លាញ់មានច្រើនបាទហើយមួយទៀតបងថានេះ quizzing គឺអក្សរអញ្ចឹងពេលដែលយើងចង់ធ្វើវីដេអូចាប់ផ្ដើមអក្សរ load គឺបានល្មមវីដេអូពេកហ្នឹងទៅគេហៅថា range គឺធ្លាក់អក្សរមកផង
នេះ counter clever counter វារាប់ពីខាងលើចុះមកក្រោម counter លាក់មកវិលមកនេះហើយតែខ្លោបវាយនោះខ្លោបវាយវាទាញវាក្រោបឡើងទៅលើវិលទាញទៅបាត់ខ្លួនវិញអញ្ចឹងចង់ដាក់ឲ្យធម្មតាដាក់ណាត់ខាងលើមកគឺវាវិលធម្មតាវិញអញ្ចឹងហើយចំពោះដូចខ្ញុំជម្រាបចឹងពេលធ្វើ thumbnail ហើយចុចពាក្យថាខាងលើនេះហើយយកខាងលើ capture and save ចុចទៅតាមហ្នឹងទៅចុចលើប៉ក់ទៅគឺបានជោគជ័យហើយអញ្ចឹងពេលយើង upload វីដេអូយើងមាន thumbnail ស្រាប់ស្រួលយើងមាន thumbnail អញ្ចឹងទៅយើង upload ទៅធ្វើឲ្យ channel របស់យើងស្អាតវាច្រើនឃើញខ្ញុំមើលតាម channel របស់ YouTube បងៗគាត់ធ្វើស្អាតវាច្រើនគាត់រៀបចំ thumbnail របស់គាត់គាត់រៀបចំ thumbnail របស់គាត់ចេញមកគឺទាក់ទាញមកគួរចង់មើលគេថាសម្រាប់ YouTube ដែលមាន thumbnail គឺបើយើងចូលក្នុង channel របស់គាត់គឺឃើញមកដូចយើងទៅរៀបគ្នាចឹងស្អាតហ្មងគឺអូសមកគឺភ្លឺស្អាតហ្មងមិនថាវីដេអូយើងសិតមាន thumbnail រៀបចំទី1ទី2ទី3 4លក្ខណៈហើយតែបត់គឺចេញមករចនាមកទៅអញ្ចឹងសិនជាខ្ញុំនិយាយច្រើនសូមអធិស្ឋានបងប្អូននេះគ្រាន់ខ្ញុំយល់បានខ្វះក្បាយគឺនិយាយរៀនបន្តិចបាទខ្ញុំមានចំណុចខុសឆ្គងចំណុចណាសូមអធិស្ឋានខ្ញុំមានការនិយាយខ្វះខាតឬក៏ការនិយាយមិនសូវលឺអាច recommend អាច comment ថែមឬក៏មានសំណួរសួរខ្ញុំបាទសូមអរគុណ